ការដឹកជញ្ជូនសាច់ប្រាក់ត្រូវការកន្លែងច្រើនចំណែកមាសដែលងាយស្រួលដឹកជញ្ជូនគឺប្រើកន្លែងតិចប្រើជាមធ្យោបាយទូទាត់លឿនគ្មានដានតាមការពិតរឿងមាសអានឹងជារឿងមួយត្រឹមត្រូវហើយរឿងមាសនឹងភាគច្រើនដែលខ្ញុំដឹងណាបូរីគឺអ្នកធំអ្នកដែលលាងលុយដែលមានលុយច្រើនមិនហ៊ានដាក់នៅធនាគារបើហ៊ានដាក់ទី1ខ្លាចលោកហ៊ុនសែនដឹងថាគាត់មានលុយច្រើនធនាគារទាំងអស់បងប្អូនរចនាសម្ព័ន្ធក្បាលម៉ាស៊ីនធនាគារបញ្ជាដោយលោកហ៊ុនសែនទាំងអស់គេប្រាប់គ្នាគេទាំងអស់ជាពិសេសសៃជាសេរីដែលជារដ្ឋមន្ត្រីដែលជាប្រធានធនាគារស្រុកខ្មែរនោះត្រូវឲ្យហ៊ុនសែនដឹងគ្រប់វិនាទីរីក្បាលខៀវសួស្ដីសារឿនមិនបាទសួស្ដីអរគុណច្រើនណាគឺជាប្រព័ន្ធរបស់គេអញ្ចឹងអ្នកមានក៏ដោយអ្នកដែលធំដែលគាត់ទទួលបានលុយច្រើនពីប្រព័ន្ធអនឡាញក្តីពីការរកស៊ីក្តីពីអំពើពុករលួយក្តីគាត់អត់ហ៊ានដាក់លុយនៅក្នុងធនាគារទេគាត់ដាក់នៅផ្ទះប្រវល់ចុះប្រវល់ឡើងវាវេទនាពេកពលលុយទៅទុកនៅក្នុងផ្ទះតែ2ឆ្នាំ3ឆ្នាំបងប្អូនចាប់ផ្ដើមដូរពណ៌ចាប់ផ្ដើមដុះផ្សិតអញ្ចឹងនៅធនាគារគេដាក់នៅក្នុងម៉ាស៊ីនត្រជាក់អីត្រឹមត្រូវមានខ្យល់អីរបស់គេត្រឹមត្រូវអានឹងវាអត់អីដល់ទៅពេលឲ្យលុយគេប្រវល់រហូតគេអត់មានទុកអីរាប់ឆ្នាំនៅនឹងទេដល់អញ្ចឹងហើយវាដើររហូតអញ្ចឹងវាអត់អីតែដល់ទៅពេលលុយដែលគាត់យកទៅទុកនៅក្នុងបន្ទប់អត់មានខ្យល់បឺតត្រឹមត្រូវប្រើម៉ាស៊ីនត្រជាក់ឬមួយក៏ប្រើខ្យល់ដង្ហាលអីហ្នឹងវាដុះផ្សិតវាដូរពណ៌អញ្ចឹងគាត់ពិបាកប្រវល់ទៅប្រវល់មកអញ្ចឹងគាត់ទិញមាសយកទៅទុកយកទៅកប់នៅក្នុងដីក៏អត់ឈឺក្បាលអីដែរវាអត់មានដូរពណ៌វាអត់មានបាត់បង់អីទេអានឹងដែលគេចង់បានអញ្ចឹងហើយដែលមាសនៅស្រុកខ្មែរបងប្អូនអត់មានបាច់ទៅរកនៅណាទេអត់មានប្រជាជនខ្មែរតិចណាស់ទិញមាសសម័យនេះនឹងគឺសល់តិចណាស់ប្រជាជននៅស្រុកស្រែនឹងរកតែមាសមកជីទិញវាមិនបានទេគាត់រកអីជាពាក់ធនាគារចង់ងាប់នឹងមិនងាយគេអ្នករកស៊ីទូធាអានឹងគេទិញតែភាគច្រើនមិនសូវទិញមាសទេគេច្រើនទិញជាខ្សែកពេជ្រជាអីអានឹងគេអ្នកមានមាសនឹងគេមិនសូវពេជ្រមិនសូវប្រើទេអ្នកមានភាគច្រើនអញ្ចឹងមាសនឹងចូលនៅក្នុងផ្ទះអ្នកធំមាសគីឡូបើខ្ញុំដឹងពី7-8ឆ្នាំមុន10ឆ្នាំមុនហ្នឹងគឺមាសគីឡូហ្នឹងតម្លៃ1គីឡូហ្នឹងគាត់ទិញពីសិង្ហបុរី1គីឡូ70000យកមកទុកយូរទៅចុះមកនៅ50000ជាងតែឥឡូវមាសឡើងទៅជិត20000វាទៅជាណែគេឌីវាអត់ពូននៅកដាលស្រែកឡុកហ្នឹងទេបងប្អូនគេឌីវាច្រើនពូននៅលើដីដបោកអញ្ចឹងអ្នកមានដែលគាត់ទិញមាសពី70000យកមកទុកដល់ឥឡូវឡើងទៅ7-100000 8-100000ទៅវិញអញ្ចឹងគាត់យកមាសយកមកទុកនៅក្នុងទូស្រាប់វាចំណេញទៅទៀតអញ្ចឹងឥឡូវនេះគឺផ្អើលអ្នកមានដែលមានលុយគេអត់ទុកលុយទេគេទៅទុកមាសក៏ប៉ុន្តែឥឡូវមាសវារៀងឡើងថ្លៃអញ្ចឹងបើគាត់ទិញមាសកំពុងឡើងថ្លៃនេះមិនប្រកាសថាមាសចំណេញតទៅទៀតទេអាចខាតទៅវិញអាកាលគាត់ទិញ7-80000ហ្នឹងអានឹងបានគាត់គ្រប់ទឹកគាត់ខ្ញុំកំពុងតែ live កុំតាន់អាទេមកបាទអញ្ចឹងតាក់ទងអារឿងហ្នឹងបងប្អូនអញ្ចឹងរឿងឧក្រិដ្ឋកម្មអនឡាញនេះឲ្យពិភពលោកគេថាលោកហ៊ុនសែនធ្វើងអែលប៉ុណ្្នឹងហើយគេជឿគេអត់ជឿទេបងប្អូនជាពិសេសសហរដ្ឋអាមេរិកគេអត់ជឿលោកហ៊ុនសែនទេ SBI គេនៅពេញស្រុកខ្មែរទៅហើយគេដឹងច្បាស់ថាលោកហ៊ុនសែនចង់ធ្វើអីបត់ទៅណាក៏គេដឹងដែរឥឡូវអញ្ចឹងមិនងាយទេបងប្អូនបោកគេលែងបានហើយអញ្ចឹងលោកហ៊ុនសែនរាល់ថ្ងៃគាត់ធ្វើនយោបាយកំពុងតែពន្យាពេលថាតើគាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យពេលវេលានឹងវាឆ្ងាយបន្តិចទៅយ៉ាងទី1គាត់កំពុងតែចុះនៅតាមមូលដ្ឋានដើម្បីបោកពិភពលោកហើយលោកហ៊ុនសែនគាត់ពង្រឹងនៅតាមមូលដ្ឋានហ្នឹងណាបងប្អូនឃើញហើយលោកហ៊ុនសែនធ្វើការឲ្យដូចវែកចកអញ្ចឹងសំបីតែបើគាត់គោរពច្បាប់ត្រឹមត្រូវនាយករដ្ឋមន្ត្រីតួនាទីគ្រប់គ្រងរដ្ឋមន្ត្រីតាក់ទងរឿងឧក្រិដ្ឋកម្មអនឡាញពាក់ព័ន្ធនឹងក្រសួងណាខ្លះប៉ូលីសគេធ្វើការតើណាប៉ូលីសធ្វើការតើចាំបាច់នាយករដ្ឋមន្ត្រីចុះធ្វើការហ្មងអ្នកឯងតួនាទីអ្នកឯងណាអ្នកឯងធ្វើការខូចសណ្ដាប់ធ្នាប់ដកអ្នកឯងចេញដាក់អ្នកថ្មីអ្នកឯងធ្វើការកើតតែនេះគ្រប់មុខទាំងអស់នាយករដ្ឋមន្ត្រីជាអ្នកធ្វើការសំបីតែមួកសវត្ថភាពតលតលោកហ៊ុនសែនស្រែកតអូខ្មែរ
ពាក់មួកសមត្ថភាពជិះម៉ូតូអានឹងផ្អើលមកប្រាវនឹងទៅវាដែរមានបងប្អូនវាអត់មាននៅប្រទេសគេអត់មានអញ្ចឹងទេហើយបើនាយករដ្ឋមន្ត្រីទៅធ្វើការខុសតួនាទីរបស់ខ្លួនឯងក៏គេស្ដីឲ្យដែរខ្ញុំឧទាហរណ៍មួយនៅប្រទេសញូហ្សេឡង់ធ្វើការនៅរោងចក្រ General Manager ស្រាប់ឯងជា Manager នៅនឹងមានការចង់បញ្ជានៅក្នុងក្រុមហ៊ុននឹងឧទាហរណ៍ក្នុងម៉ាស៊ីនដែលរត់នៅក្នុងម៉ាស៊ីននឹង General Manager ចុះមកដល់មកប្រាប់ឲ្យអ្នករត់ម៉ាស៊ីននឹងប្រាប់អ្នកឯងត្រូវរត់กระดาษនឹងចេញអា Supervisor វាឡើងទៅស្ដីឲ្យអា Manager ហ្នឹងតួនាទីនេះឯងហើយវាប្រាប់បុគ្គលិកហ្នឹងអត់ឲ្យស្ដាប់ទេបើមិនអញ្ចឹងទេវាបង្កើតខ្ញុំជា Supervisor ហ្នឹងមកធ្វើអីអត់ទេណាហើយអ្នកធ្វើការនៅស្រុកគេ Supervisor មកប្រាប់អូខេវាស្ដាប់តែបើ General Manager មកប្រាប់វាស្ដីឲ្យអា General Manager ហ្នឹងការងារអ្នកឯងអ្នកឯងមានការនោះទៅប្រាប់ Supervisor ចុះមកច្បាប់នៅស្រុកនេះគេធ្វើកលិកលៈអញ្ចឹងមែនអ្នកឯងអាងធំមកអញយកមកជាគ្រប់សពបែបសពយ៉ាងអត់ទេគ្មានទេហើយបើនិយាយច្បាយខេត្តទៅទៀតក្រសួងមហាផ្ទៃតែគេត្រួតច្បាយខេត្តដែរច្បាយស្រុកដែរមេឃុំឯមេភូមិឯបង្កើតក្រសួងមហាផ្ទៃមកអីការងារនៅតាមខេត្តក្រសួងមហាផ្ទៃជាអ្នកធ្វើការមិននាយករដ្ឋមន្ត្រីណានាយករដ្ឋមន្ត្រីមានសិទ្ធិបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យក្រសួងមហាផ្ទៃចុះពិនិត្យខេត្តណាដែលមិនល្អតែមិនមែននាយករដ្ឋមន្ត្រីធ្វើការផ្ទាល់យ៉ាងទេបងប្អូនអត់មានទេចឹងអ្វីដែលលោកហ៊ុនសែនគាត់ខំចុះទៅនេះទី1ដើម្បីលុបលាងនឹងឧក្រិដ្ឋកម្មអនឡាញទី2ដើម្បីបិទបាំងអាភាពអាម៉ាស់របស់គាត់ដែលគាត់កំពុងតែចាញ់ថៃកំពុងលេបតបាក់ទឹកដីកម្ពុជា72កន្លែងដោះស្រាយជាមួយពលរដ្ឋក្រីក្រពលរដ្ឋជនភៀសសឹកដល់វិធីណាយកអាផ្ទះ3ម៉ែត្រ4ជ្រុងហ្នឹងឲ្យយកទៅបោកគាត់គាត់ឈឺចាប់ប៉ុណ្ណាបើប្រជាពលរដ្ឋនៅកន្លែងជនភៀសសឹកហ្នឹងនៅផ្ទះខ្ទមអត់មានដីអានឹងគាត់សប្បាយចិត្តហើយយកផ្ទះ3ម៉ែត្រ4ជ្រុងហ្នឹងក៏ប៉ុន្តែប្រជាពលរដ្ឋដែលនៅជីដែនម្ដុំនឹងភាគច្រើនផ្ទះវិឡាផ្ទះស្ដុកស្ដំពួកនៅជីដែនណាបងប្អូនណាទំនិញចាញ់ចូលគាត់នៅទីហ្នឹងគាត់លក់ដូរគាត់រកស៊ីបានអញ្ចឹងពួកគាត់រកស៊ីបានផ្ទះគាត់ត្រឹមត្រូវមានកន្លែងរស់នៅត្រឹមត្រូវឥឡូវឲ្យគាត់នៅផ្ទះ3ម៉ែត្រ4ជ្រុងហ្នឹងគាត់សប្បាយចិត្តទេដែលលោកគុណគិនស្រ័យថា90%ដែលប្រជាពលរដ្ឋជនភៀសសឹកកំពុងសប្បាយចិត្តមាន2 3ផ្ទះទេដែលអត់សប្បាយចិត្តសមឯបងប្អូននឹងមន្ត្រីក្របលពៅគឺអញ្ចឹងណាលក្ខណៈបាទអរគុណបងប្អូនបាទបងប្រុសfromអូស្ត្រាលីបាទជម្រាបសួរពីចម្ងាយនៅអូស្ត្រាលីម៉ោង12ម៉ោង11ជាងបាទ11កន្លះបាទអរគុណពីចម្ងាយណាអានឹងបែបហ្នឹងឯងបងប្អូនដឹកនាំប្រទេសបែបហ្នឹងឯងអញ្ចឹងអត់ទេរាល់ថ្ងៃលោកហ៊ុនសែនកំពុងតែលេងលបែងមួយដើម្បីបោកសហរដ្ឋអាមេរិកបោកពិភពលោកថាគាត់ត្រឹមត្រូវណាស់គាត់ល្អណាស់ហើយគាត់ភ័យណាស់អារឿងឧក្រិដ្ឋកម្មអនឡាញនេះលបោតកៅអីគឺដោយសារឧក្រិដ្ឋកម្មអនឡាញនេះបងប្អូនចាំពាក្យខ្ញុំលោកហ៊ុនសែនរបបនេះលបោតកៅអីគឺដោយសារឧក្រិដ្ឋកម្មអនឡាញនេះអត់លបោតដោយសារអីទេពីដើមឡើងមកគាត់រំលាយគណៈបកសង្គ្រោះជាតិគាត់ចោទលោកកឹមសុខាថាក្បត់ជាតិណាចូលរួមកំទេចរបបស្របច្បាប់គាត់ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយបងប្អូនមើលគេគ្រាន់តែដាក់សម្ពាធបិទ GST បិទ EBA បិទអង្គការនានាដែលគេលេងគេផ្ដាច់ជំនួយលោកហ៊ុនសែនអត់ខ្វល់អីទាំងអស់ព្រោះអញលួចលុយគេបានមួយឆ្នាំ19លានពាន់ដុល្លារលុយថវិកាជាតិអញគម្រោងចាយតែ8000លានតែកម្មពិតចាយតែ4000លានមិនបានផងរឿងអីគាត់ត្រូវខ្វល់ឥឡូវមើលស្ថាប័នរាល់ថ្ងៃនេះមន្ទីរពេទ្យសាលារៀនបងប្អូនមើលក្រសួងពីរហ្នឹងចាយលុយរដ្ឋអីខ្លះលុយរដ្ឋចាយតែប្រាក់ខែភាគច្រើនថ្នាំពេទ្យជួយអីខ្លះដល់ប្រជាជនរាល់ថ្ងៃប្រជាជនក្រទៅពេទ្យអត់លុយងាប់អត់លុយចូលពេទ្យមិនបានរដ្ឋមានបានជួយអីគេតិចតួចមែនតើណាថ្នាំពេទ្យតិចតួចចូលមន្ទីរពេទ្យតាមស្រុកតាមខេត្តបងលុយទាំងអស់មានរដ្ឋឯណាជួយដូចសម័យកុម្មុយនីសមែនថាទៅគេងពេទ្យអត់មានបងលុយហើយថ្នាំពេទ្យល្អទៀតណាបងប្អូនណាជំនួយពីសូវៀតកាលជំនាន់ហ្នឹងវាទៅជាគ្រាន់បើជាកន្លង
ឥឡូវអត់ទាល់តែសោះស្អីក៏លុយដែរសំបីតែអ្នកដែលមានបានសបបគេនោះទៅដេកពេទ្យឥឡូវនឹងដេកពេទ្យលោកសង្ឃក៏មួយថ្ងៃចំណាយ$70ដែរទាំងថ្នាំពេទ្យទាំងកន្លែងគេក៏$70ដែរមានអសបបនឹងផងមិនធម្មតាណាបងប្អូនអញ្ចឹងរដ្ឋថវិកាដែលតាមក្រសួងនីមួយយកមកប្រព្រឹត្តអំពើពុករលួយចែកគ្នាស៊ីអស់អត់ដល់ដៃប្រជាជនបងប្អូនមើលតែក្រសួងការពារជាតិថវិកាមួយឆ្នាំ$700 លានបានអីគ្រាន់តែយុវពលទាហានដែលត្រូវស៊ីឈ្មោះខ្មោចដែលពលទាហានមាន300ហើយទៅដាក់1000នោះគ្រាន់តែស៊ីអានឹងមួយឆ្នាំមិនដឹងប្រមាណ100 លានទេបងប្អូនមេពុករលួយខោអាវទាហានខ្ញុំដឹងច្បាស់ឧទាហរណ៍មួយឆ្នាំគម្រោងរបស់រដ្ឋណា20000កាផ្លេយកមកមួយឆមាសហ្នឹងត្រូវ20000កាផ្លេទិញម្ដង20000កាផ្លេហ្នឹងមកអ្នកម៉ៅកាខោអាវទាហានហ្នឹងយកមកគ្រាន់តែដឹកចូលទៅកន្លែងប្រទីទាហានត្រឡប់មកលក់ឲ្យគាត់វិញដឹកទៅដឹកមកយកអាខោដដែលហ្នឹងវិលទៅវិលមកមូលហេតុអីគេពេលដែលគាត់កំងពីដើមខ្ញុំដឹងច្បាស់កំងពីថៃមកស្បែកជើងតែ$5ទេយកមកលក់ឲ្យរដ្ឋសិតតែ30ខោអាវមកកាផ្លេ$10យកមកលក់ឲ្យរដ្ឋសិតតែ30អញ្ចឹងដឹកអីវ៉ាន់ហ្នឹងចូលទៅទាហានមេនឹងយកមកលក់ឲ្យគាត់វិញតម្លៃតែ$10ឯតម្លៃដែលគាត់ទិញកំងពីគេបច្ចុប្បន្នថោកជាងនឹងទៀតបានគាត់យកអញ្ចឹងគាត់ដឹកចំនួននឹងចេញមក1000ត្រឡប់ទៅវិញ1000គាត់ទៅរាប់តែចំនួនអត់បានយកទៅចែកឲ្យពលទាហាននៅទល់ដែនទេនេះជារឿងពិតខ្ញុំមិនចង់បញ្ចេញឈ្មោះទេក៏ប៉ុន្តែខ្ញុំស្គាល់អ្នកដែលម៉ៅខោអាវទាហានខោអាវនគរបាលនឹងទៀតបងប្អូនពិចារណាចឹងហើយបានពលទាហាននៅតាមសមរភូមិមុខអត់មានខោអាវស្លៀកពាក់ទេគឺដោយសាររឿងហ្នឹងមេយកលក់អស់ហើយហ្នឹងនឹងដោយសារអីអំពើពុករលួយមហូបអាហារអត់ដល់គាត់ទេមានសង្គ្រាមនេះទេដែលមានមហូបទៅដល់ដោយសារប្រជាពលរដ្ឋខ្មែរជួយអញ្ចឹងការដឹកនាំរបស់របបលោកហ៊ុនសែននេះគឺដោយសារអំពើពុករលួយនឹងហើយបំផ្លាញប្រទេសទីអស់មេមានតាមចិត្តលុយកាក់ធាមានរឿងបាញ់ជាមួយថៃមេណែនៅផឹកហេនស៊ីនៅផ្ទះណែហើយងាប់ទៅនៅទល់ដែនចឹងហើយបានយើងអំពាវនាវឲ្យពលទីហ៊ានកងទ័ពមើលឲ្យឃើញអាចំណុចហ្នឹងបើមិនអញ្ចឹងទេយើងយកជីវិតយកទៅស្លាប់ហើយមិនមែនបំរើជាតិគឺបំរើបុគ្គលណាខ្ញុំនិយាយនេះជាការពិតបងប្អូនខ្ញុំមិនបញ្ចេញទេអ្នកដែលរឿងអាខោអាវនេះមិត្តភក្តិខ្ញុំទៀតផងពីមុនមកបានខ្ញុំដឹងរឿងច្បាស់អញ្ចឹងរបបលោកហ៊ុនសែនត្រឡប់មកវិញគាត់ចោះមូលដ្ឋានដើម្បីទី1គាត់បិទបាំងអ ுக ្រិតកម្មអនឡាញនេះដើម្បីកុំឲ្យពិភពលោកគេថ្កោលទោសគាត់ណាឥឡូវចាប់ផ្ដើមមកឃើញច្បាស់ខេត្តបានស្រីមុំស្មាទោសខ្ញុំអត់និយាយអីទេណាបងប្អូនមើលទៅបានស្រីមុំខ្មែរសុទ្ធទេណារៀបចំជាប្រព័ន្ធរបស់គេហើយខេត្តបៃលិនទាំងមូលវាយមកជួជាដែរនឹងទាំងអស់វាយទាំងអស់អត់តែបៃលិនដោយសារអីបានស្រីមុំធ្លាប់បានបាយទឹកជាមួយនឹងអនុទីនពីទុកខេត្តនឹងមួយចំហសម្រាប់អីដឹកអីវ៉ាន់ចូលតាមចិត្តតាមខេត្តបៃលិននឹងឯងទៅរៀនតាមខេត្តបៃលិននឹងឯងតែទីបំផុតយកមកចូលមកដល់ក្នុងហើយមករករឿងអ្នកខាងក្នុងទៀតខ្ញុំអត់កាន់ជើងស្អីមន្ត្រីខាងកម្មគ្រប់គ្រងនឹងទេក៏ប៉ុន្តែគាត់នឹងត្រូវទទួលថ្មបាក់អ្នកណាដែលបញ្ជាចង្វាយខេត្តបាត់ដំបងនឹងបញ្ជាឲ្យមន្ត្រីកម្មគ្រប់គ្រងនឹងទៅបកស្រាយដើម្បីលាងខេត្តអញឲ្យស្អាតទៅបកស្រាយទៅវាខុសងាប់អាខ្លួនឯងនោះចង្វាយខេត្តរួចខ្លួនបង្ងើយធ្វើការស្រុកខ្មែរអញ្ចឹងអស់លោកប្រយ័ត្នមែនទែននៅក្រោមនៅពេលដែលគេបញ្ជាប្រយ័ត្នអាការបញ្ជានឹងងាប់ខ្លួនឯងឥឡូវមើលបងប្អូនមើលប្រហែលដីការបស់
ตลาดการเจงจับใส่นีหนักน้องน้องพ่อเนยมือฮะกูรันดำไม่แต่เฮียนได้กายเอาไหนสะบุญกับร้านนั่งสะบุญน่ะเมียนอุกฤษกรรมออนไลน์ปมใบปมบุญกับอะไรđó là mê pe ấm ắt nên rừng ấy hay xu ắt đăng này ở lộ mê nó ắt đăng này hả ni nà rô nâng hay con trao bàn à con trao bắp pa ở say pau bàn á hay pau bàn á nâng na lư thà chọp khmui tệ tông cho mùi nâng hay sạch nhiệt rồi bọc bún rani tôi tiết bạn ai la gà nụ và thiên pe âm nông pe âm rong vì sao sẽ kham đâu hay ni nà rô nó thôi ca oi pau bàn á đúng không đó là miền rương ngọt ni nà rô nâng cái chạp gì bảo ôn mơ là nó sọc dừng chân á đó bảo man thanh món của khơi này nè lụa tao bông cái chua lại mà lụa mà khai pi rồi ha lùi vay trốn tay quạt nó còn là ngôn tiết à ta cài nó oi quạt ba đạp bên account luôn quạt oi vay trốn bên account luôn quạt ruột bàn transfer lùi nó từ trốn ta cài để luôn anh bàn tập pi rồi hả ti mà pot à kê nè tinh vì mà ngóp nè anh vay trốn bên nè anh kê một tia pi nè anh nè ai nè lụa cái ngóp nè ai tại tam cái bất à ta cài nó khi chạm vô lùi nó cái bao cái nó lụa tao bông khai cái nó chắc là bóp này là bách có rosi bao khăm khniệp cho bốc cho bao pin đừng vào một nhóm mình thay nhóm bạn mình ta sao cái đó nhóm tao bật thầy dương tụi chi à tốc nâu bật thầy cả na dương chi tốc nâng chi mà ngay qua là nghe à tốc nó vào vô lùi dương đi tại xong rồi dương trốn hàng ở bàn bay để kỳ trong bàn thì mùi hàng tao bóng thì pi hàng cả lại cắt đế được cắt ao cắt một ao ấy nâng hay tí bay cả lại cương ở làng cả bởi cho là bay nâng bàn ta cho mình tinh cái thôi ao ta bàn bay cả lại nâng cái miền là khúc phôn cái nó cái ao ấy tao bảo tục nâng à tục nâng bàn là khúc phôn nâng mà nâng tập lại và bàn dương ở đó ấy ta kia cho lùi dương ấy chỉ mà bực tôi thay trăng kia cho lùi dương ấy ta cho rồi kì trong chỗ hàng ta bông mũi cái thà ta bông nâng ta bông cái ở thà bay lên đấy cái thà ta bông nâng nấu khang y giàn này bật thầy hay khi đang ta bông bay lên ta bông cái điên dưỡng trong squat trong trâu trong mơ trong ai dân tấu ấy trong xua cái thà nấu khang na cái thà nấu khang y giàn trong prap y giàn bay lên đằng à thì mơ một trong đó là ruồi hay kinh gì bị khmer à kinh gì bị sa thầy như thế cái tháo à comment upjup cái thà khmer chun phi luôn trong chết bị nâng mà bạn pi đây trong gì anh lấy được mình trong bạn upjup thế trong máy kren nâu bờ tây du xí lần ở khang ngày upjup ấy nhầm thao ấy ruồi của trong đào tranh bọc trong ở hiện nâu du lại cái thứ bảo nè hai p là dân tinh tông cái nào nâng miên office rót cái ngôi nào một nè tình mà đó office cái nâng cái bị nứt mơ office cái nâng cái ai cái rồi bảo rót cái bị nứt mơ tao bông nâng cầm rắt na anh chẳng tao cái tranh certificate out hai certificate nâng cứ dơ ngay cái rồi to ba do certificate nâng tao bật tay thay cái lại na có cái tao tua squad này nè đại vừa ao và chỉ chôn cái roxy miên tụm nộp chặt ai nè ở đây à na tao bông à na ai ớt xây qual à na roxy bao à na xây à na ớt xây qual ớt miên chẳng đắc ngoan bật tay một chấm bông cho bao việc tích ó chẳng ca roxy luôn đâu đắc ngoan bật tay bài nâng cái đó bao bầu đó wall thằng ó à lâu mà đó là cái cam online nâng bao ở wall trong và chấp si à nè khao bà bọn bộ nè đại tay nghiệt liệt bông à nâng hơi đại ro ngày lụcคุณแซนกอดกับปงตายไปเยี่ยปีหนึ่งนี่ระบอบกอดคือធ្វើបែបហ្នឹងក៏ប៉ុន្តែខ្ញុំអត់ជឿថាសហរដ្ឋអាមេរិកគេបណ្ដោយឲ្យគាត់ធ្វើបែបហ្នឹងទេអត់ទេលើកនេះគេអត់បណ្ដោយទេរឿងឧក្រិដ្ឋកម្មអនឡាញអត់ដាច់ខាតអញ្ចឹងឥឡូវបើតាមខ្ញុំដឹងនៅខាងក្នុងអ្នកដែលក្រៅប្រព័ន្ធគេហៅថាពួកត្រីងៀតឆ្លៀតពងកំពុងតែរត់ការដល់ថ្នាក់កំពូលដើម្បីឲ្យអញរួចខ្លួនហើយបើខ្ញុំដឹងទៅទៀតសូម្បីផែងវណ្ណៈដែលអត់មានតួនាទីគ្រាន់តែដើរធ្វើសារព័ត៌មានស្អីលុយចាយអត់អស់ផែងវណ្ណៈក៏ចូលរួមចាប់ជំរិតពួកអក្រិតកម្មអនឡាញនឹងយកលុយប្រចាំខែដែរបងប្អូន
ដែលគាត់ចុះតាមខេត្តនឹងអាកន្លែងឧក្រិដ្ឋកម្មអនឡាញសួរផែងវណ្ណៈដឹងច្រើនជាងគេបើលោកហ៊ុនសែនចង់ចាប់ស៊ីណាចាប់ផែងវណ្ណៈមកសួរផែងវណ្ណៈដឹងទាំងអស់ពួកផែងវណ្ណៈបានអា commission ប្រចាំខែដែលចុះទៅតាមខេត្តអញ្ចឹងហើយបានផែងវណ្ណៈសបោលុយចាយណាបងប្អូនរលុយពីណាមកលោកផែងវណ្ណៈរស់ស៊ីអីគេណារឿងពិតបងប្អូនបើលោកហ៊ុនសែនចវាយខេត្តកដាលចង់រមមុខសួរផែងវណ្ណៈឧក្រិដ្ឋកម្មអនឡាញនៅកន្លែងណាផែងវណ្ណៈដឹងទាំងអស់នឹងតាក់ទងរឿងតើរបបលោកហ៊ុនសែនកំពុងតែពជាពេលឥឡូវនេះយើងឃើញថ្មីនេះគាត់មកដោះលែងលោកកឹមសុខាបើគាត់ដោះលែងក្នុងនាមបង្រួបបង្រួមជាតិពិតប្រាកដខ្ញុំសប្បាយចិត្តហើយក៏អបអរសាទរនៅការមានសេរីភាពរបស់លោកកឹមសុខាដែរខ្ញុំអត់ប្រឆាំងទេគឺទី1មនោសញ្ចេតនារវាងកូននិងម្ដាយទី2លោកកឹមសុខាក៏គាត់មានវ័យចំណាស់ដែរគាត់វេទនាបរិយាមកយូរដែរហើយគាត់មានសេរីភាពខ្ញុំសប្បាយចិត្តក៏ប៉ុន្តែការដោះលែងលោកកឹមសុខាវាមិនមែនជាការដោះលែងដោយពិតប្រាកដឥឡូវបើដោះលែងឲ្យគាត់ពិតប្រាកដទី1ឲ្យគាត់មានសេរីភាពដូចប្រជាជនទូទៅមានសិទ្ធិចូលរួមធ្វើនយោបាយមានសិទ្ធិចេញក្រៅប្រទេសតែនេះអត់ផងនឹងដោះលែងតែសេរីភាពតែចង់គាត់ឲ្យនៅដដែលនឹងដោះលែងឲ្យគាត់រួចផុតគាត់មានសិទ្ធិដើរហើរតែចង់សេរីភាពគាត់ស្មើនឹងបោកគេដដែលនឹងបងប្អូនមើលយ៉ាងសួរបរទេសគេដឹងទេដឹងមិនមែនអាមេរិកល្ងងទេណារហូតដល់អង្គការសហជីវជាតិទាមទារឲ្យដោះលែងលោកកឹមសុខាឥឡូវគេដោះមែនតែគេដោះតែខ្លួនទេតែសេរីភាពលោកកឹមសុខាអត់ទទួលបានទេដើម្បីអីលោកហ៊ុនសែនឥឡូវក៏ធ្វើនយោបាយ2ទី1ដើម្បីសម្រួលឲ្យសហរដ្ឋអាមេរិកពេលគេដាក់រឿងឧក្រិដ្ឋកម្មអនឡាញចូលទៅក្នុងប្រទេសទៅក្នុងសភាអាមេរិកហើយលោកហ៊ុនសែនគាត់ភ័យអានឹងចំណុចទី1ចំណុចទី2នៅពេលដែលលោកម៉ាក្រុងដែលជាប្រធានាធិបតីបារាំងខែ11គាត់នឹងចូលទៅស្រុកខ្មែរតាក់ទងជាមួយនឹងស្អីអាហ្វ្រង់កូនីនោះគឺគាត់ចូលទៅនឹងដើម្បីអារឿងហ្នឹងចឹងលោកហ៊ុនសែនសម្រួលជាមួយនឹងប្រធានាធិបតីបារាំងពលរាល់ថ្ងៃពិភពលោកបងប្អូនមើលមានប្រទេសណាដែលគេមកគ្រប់គ្រងលោកហ៊ុនសែនចឹងលោកម៉ាក្រុងគាត់ចូលមកលោកហ៊ុនសែនចង់បានមុខមាត់អានឹងដើម្បីយកទៅអួតអន្តរជាតិបោកប្រជាពលរដ្ឋខ្មែរថានៅមានប្រាំងគ្រប់គ្រងរបបគាត់ដែរចឹងហើយគាត់ត្រូវសម្រួលឲ្យមានការដោះលែងអាចដោះលែងសកម្មជនឬមួយក៏អ្នកនយោបាយមួយចំនួនទៀតក្នុងពេលឆាប់ដើម្បីសម្រួលមុនលោកម៉ាក្រុងចូលប្រទេសខ្មែរបើគាត់មិនធ្វើអញ្ចឹងទេ2ចំណុចលោកម៉ាក្រុងអាចគាត់មិនចូលមកអានឹងបាក់មុខលោកហ៊ុនសែនហើយបើគាត់ចូលមកគាត់ត្រូវតែដាក់លក្ខខណ្ឌជាមួយលោកហ៊ុនសែនដើម្បីឲ្យមានសម្រួលនយោបាយនៅស្រុកខ្មែរធូរស្រាលទី2គឺគាត់ភ័យខ្លាំងរឿងឧក្រិដ្ឋកម្មអនឡាញនៅសហរដ្ឋអាមេរិកដែលគេដាក់ចូលនៅក្នុងសភាអាមេរិកចំណុច2ហ្នឹងដែលលោកហ៊ុនសែនត្រូវដោះស្រាយត្រូវចុះទៅតាមខេត្តទប់នយោបាយរបស់គាត់ចាប់ពួកត្រីងៀតឆ្លៀតពងធ្វើស៊ីនឹងថ្ងៃនេះខ្ញុំចង់និយាយតាក់ទងអារឿងហ្នឹងតាក់ទងមួយទៀតដែលរាល់ថ្ងៃដែលយើងឃើញកំពុងតែប្រតិកម្មច្រើនពីបងប្អូនដែលរត់កង់3របបនេះគឺជារបបមួយដែលនិយាយឆ្វេងបត់ស្ដាំបងប្អូនមើលលោកហ៊ុនម៉ាណែតធ្លាប់បាននិយាយថាក្រុមហ៊ុនតាក់ស៊ីដែលឡានអេឡិចត្រូនិកចូលស្រុកខ្មែរនៅពេលដែលប្រតិកម្មលោកហ៊ុនម៉ាណែតបាននិយាយថារដ្ឋាភិបាលមិនចេញអាជ្ញាប័ណ្ណឲ្យទេនិយាយឲ្យស្ងាត់ឈឹងលួចខ្សឹបចូលដោយស្ងាត់អត់មានប្រកាសអីទាំងអស់ឥឡូវគឺតាក់ស៊ីអេឡិចត្រូនិកនឹងចូលមកស្រុកខ្មែរដើម្បីអីខ្ញុំចង់និយាយពីរឿងថាតើរបបលោកហ៊ុនសែននឹងគាត់លេងលបែងស្អីទៀតដើម្បីបន្តបោកសហរដ្ឋអាមេរិកជាពិសេសណាគឺរបបលោកហ៊ុនសែនគឺគាត់រាល់ថ្ងៃកំពុងតែពន្យាពេលពន្យាយ៉ាងម៉េចគឺវាដល់ពេលដែលគេធ្វើកគាត់អញ្ចឹងគាត់តដខ្យល់ហើយគាត់ខំពន្យាតាមរយៈទី1ដោះលែងលោកប្រធានកឹមសុខាទី2លោកហ៊ុនសែនចុះយុទ្ធនាការតាមមូលដ្ឋានចំណេញបានអីបងប្អូននៅស្រុកណាក៏ដោយគេពង្រឹងតែច្បាប់ទេបងប្អូនបើសិនជា
គេពង្រឹងច្បាប់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវចាំបាច់នាយករដ្ឋមន្ត្រីទៅចុះដើរធ្វើការរាវមីនការពារគ្រាន់តែមួយកន្លែងរាប់លានដុល្លារណាបងប្អូនណាមិនមែនម៉ឺននេះណាលានណាចំណាយលុយរដ្ឋអត់បានការហ្នឹងអញ្ចឹងគាត់ខំពង្រឹងហ្នឹងគឺដើម្បីអីដើម្បីបោកសហរដ្ឋអាមេរិកជាពិសេសហើយបោកពិភពលោកថាគាត់នឹងកំពុងតែដុតដៃដុតជើងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញតែតាមការពិតអ្នកណាអ្នកបង្កើតឧក្រិដ្ឋកម្មអនឡាញបងប្អូនយល់ 100% ហើយមិនបាច់ខ្ញុំនិយាយទេគឺរបបហ៊ុនសែននឹងឯងជាអ្នកបង្កើតឧក្រិដ្ឋកម្មអនឡាញគ្មានអ្នកណាទេសម្បូររឿនបាទបងសួរបាទអរគុណច្រើនពីចម្ងាយមុនឌីបាទជម្រាបសួរលោកអមបាទអរគុណម៉ុងឃីសួស្ដីបាទពីចម្ងាយបាទគ្មានអ្នកណាក្រៅពីលោកហ៊ុនសែនទេគឺដើមកំណើតគឺលោកហ៊ុនសែនដែលបង្កើតជាប្រព័ន្ធមុនគេគឺបងប្អូនមើលខ្ញុំសៅរ៉ាស៊ីអត់និយាយខ្លួនឯងទេមើលឈិនស៊ីចូលមកប្រហែលហើយជាង10ឆ្នាំចាប់ផ្ដើមរៀបចំឧក្រិដ្ឋកម្មអនឡាញនេះគឺលោកហ៊ុនសែនយកឈិនស៊ីនឹងមកដើម្បីជាខែលចាប់ផ្ដើមដំបូងអ្នកណាគេអត់មានទេហើយស្អីខ្ញុំនឹងរៀបរាប់ឲ្យបងប្អូនជ្រាបពីអ្វីដែលលោកហ៊ុនសែនចាប់ផ្ដើមរៀបចំឧក្រិដ្ឋកម្មអនឡាញជាប្រព័ន្ធមកដោយសារអីចំណុចទី1យកចិនស៊ីចូលមកចំណុចទី2បងប្អូនឃើញចិនមកចូលកំពង់សោមកោទឹកកោដីចាប់ផ្ដើមដំបូងរហូតដល់មានសំណង់សង់អគារនៅទីហ្នឹងអាលំបាក់ស្រុតស្លាប់ខ្មែរប្រហែលអ្នកបើនិយាយពីច្បាប់នៃប្រទេសណាអ្នកឯងមកសង់សំណង់ហ្នឹងអ្នកណាជាអ្នក design ណាហើយអ្នកបច្ចេកទេសសង់នឹងអ្នកណាជាអ្នកបច្ចេកទេសគ្រាន់តែបាក់ស្រុតមិនទាន់ដល់ថ្នាក់ស្លាប់មនុស្សផងគឺគេស្រាវជ្រាវអ្នក design នឹងមកដើម្បីយកមកដាក់ទោសដាក់បីនេះបាក់ស្រុតស្លាប់ប្រជាជនខ្មែរលោកហ៊ុនសែនចូលទៅដល់កំពង់សោមទៅអន្តរាគមអត់មានជាប់ទោសអ្នកណាម្នាក់ដោយសារអីដោយសារពេលនោះចិនគេមកຕົកឡងជាមួយគាត់មកនិយាយត្រូវជាមួយគាត់ថាគេរៀបចំធ្វើអាគារទាំងអស់ហ្នឹងគឺដើម្បីឧក្រិដ្ឋកម្មអនឡាញនេះគាត់អត់មានយកទោសអ្នកណាម្នាក់ខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្ដាប់នៅប្រទេសញូហ្សេឡង់ទីក្រុងខ្ញុំនៅនេះឆ្នាំ2011មានរង្ជួយផែនដីនៅទីក្រុងក្រៃឈើអាលំអាគារ2ដែលសំខាន់អាគារមួយគេហៅថា CTC building អាគារមួយទៀតគឺអាគាររបស់ accounting ខ្ញុំពីរអាគារហ្នឹងដែលបាក់ស្រុតខ្លាំងជាងគេពេលដែលរលំបាក់ស្រុតទី1អាគារ CCTV ហ្នឹងគឺអាគារហ្នឹងដែលគេយកអាគារហ្នឹងធ្វើសាលារៀនដើម្បីរៀនភាសាអង់គ្លេសហើយភាគច្រើនសុទ្ធសឹងតែប្រជាជនពីក្រៅប្រទេសជាពិសេសដែលហ្វីលីពីនដែលគាត់មករៀន nurse គាត់រៀនមានសញ្ញាបត្រ nurse ពីស្រុកហ្វីលីពីនមកហើយមកដល់នេះគាត់ចូលរៀនភាសា3ខែដើម្បីគាត់ចេញទៅគាត់រកការងារធ្វើនៅប្រទេសញូហ្សេឡង់អញ្ចឹងទៅរៀននៅអាគារនឹងពេលបាក់ស្រុតមកអាគារនឹង7ជាន់ពេលបាក់ស្រុតមកគ្រឹបដល់ដីបណ្ដោយអាគារផ្សេងគាត់បាក់ស្រុតគាត់ទៅផ្អៀងបាក់មកជាហៀងអីអានឹងតែអាគារ CCTV នឹងព្រឹបដល់ដីបណ្ដោយគឺសកត់មនុស្សស្លាប់ដូចជាខ្ញុំចាំដូចជាជាង100នាក់នៅអាគារនឹងណាអញ្ចឹងរដ្ឋាភិបាលគឺស្រាវជ្រាវតែម្ដងវាមិនដែលអាគារណាគ្រាន់តែជួយផែនដីបាក់ស្រុតបែបហ្នឹងទេមកទីក្រុងក្រៃឈើមិនក៏អត់បាក់ស្រុតអាគារនឹងមួយក៏ខ្លាំងម្ល៉េះគេស្រាវជ្រាវវឹកអ្នកណាជាអ្នកសង់ព្រោះពេលហ្នឹងមានរយៈពេលជាង40ឆ្នាំទៅហើយសង់អាគារហ្នឹងគេស្រាវជ្រាវវឹក architect ហ្នឹងទៅនៅប្រទេសអូស្ត្រាលីហើយអ្នកហ្នឹងមកពីបរទេសមកចូល apply គេហៅ general skill បានន័យថាគាត់ជាវិស្វករក៏មិនតែមិនមែនគាត់វិស្វករទៀតគាត់ជា master degree ផ្នែកខាងarchitect ហ្នឹងទៀតក៏ប៉ុន្តែស្រាវជ្រាវមែនតើគាត់រៀនតែ architect ធម្មតាមិនទាន់មានសិទ្ធិទៅ design អាគារធំហ្នឹងទេតែពួកម៉ាក់គាត់មួយដែលនៅប្រទេសក្រៅហ្នឹងកាលនោះខ្ញុំអត់ចាំនៅប្រទេសណាទេនៅប្រទេសក្រៅហ្នឹងស្លាប់ហើយគាត់ចូលមកប្រទេសញូហ្សេឡង់ហ្នឹងដោយគាត់លួចដូររូបថតពួកម៉ាក់គាត់នឹងយកសញ្ញាបត្រពួកម៉ាក់ហ្នឹងលួចដូររូបថតហ្នឹងហើយដូរឈ្មោះគាត់ហើយបញ្ចូលមកញូហ្សេឡង់ដើម្បី apply សុំសិទ្ធិនៅហើយគាត់ design អាគារហ្នឹង
ពេលដែលគេស្រាវជ្រាវដឹងថាគាត់មានកំហុសបែបហ្នឹង design អាគារនឹងខុសបែបហ្នឹងឥឡូវជាប់គុកនៅប្រទេសអូស្ត្រាលីមួយជីវិតបងប្អូនមួយជីវិតរឿងហើយនឹង40ឆ្នាំជាងណាអាគារហ្នឹងបើមិនបាក់ស្រុតទេគឺអត់ដឹងរឿងហ្នឹងទេដល់បាក់ស្រុតគឺគេស្រាវជ្រាវតែម្ដងរឿងអីនៅស្រុកខ្មែរនៅពេលដែលបាក់ស្រុតនៅទីក្រុងកំពង់សោមបែរទៅជាលោកហ៊ុនសែនយកលុយខ្ញុំចាំដូចជាយកលុយ$10000ឲ្យមនុស្សម្នាក់ដែលស្លាប់ស្ងាត់ឈឹងបិទរឿងហ្នឹងតែម្ដងដោយសារអីវាពាក់ព័ន្ធរឿងអក្រិតកម្មអនឡាញដែលចាប់ផ្ដើមពីដំបូងឡើងមកអក្រិតកម្មអនឡាញប្រើស្អីបងប្អូនប្រើប្រព័ន្ធ Wi-Fi គណៈបកសង្គ្រោះជាតិឬមួយក៏អ្នកណាក៏ដោយដែលជាប្រជាជនខ្មែរសូម្បីតែនិយាយខុសពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលតែ15នាទីនេះហ៊ុនសែនចាប់ដាក់គុកភ្លាមរឿងអីអក្រិតកម្មអនឡាញដែលប្រើ Wi-Fi រាប់ពាន់រាប់លានរាប់ម៉ឺននាក់លោកហ៊ុនសែនអត់ដឹងច្បាយខេត្តអត់ដឹងច្បាយស្រុកអត់ដឹងមេឃុំអត់ដឹងមូលហេតុអីគេដូចខ្ញុំបានលើកពីម្សិលមិញពីម្សិលមួយថ្ងៃអញ្ចឹងគឺអក្រិតកម្មអនឡាញនេះមានជាប្រព័ន្ធ